សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី12មេរៀនទី8ដែលមានចំណងជើងថាប្រទេសឆេកូស្លូវ៉ាគីចប់មេរៀននេះអ្នកទាំងអស់គ្នានឹងអាចរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗនៅប្រទេសឆេកូស្លូវ៉ាគីក្រោយសង្គ្រាមលោកលើកទី2វិភាគការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសមួយនេះរៀនសូត្របទពិសោធន៍ល្អនៅក្នុងការស្ដារប្រទេសជាតិប្រទេសឆេកូស្លូវ៉ាគីគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុបប៉ែកកណ្ដាលដែលមានផ្ទៃក្រឡាចំនួន 1,27,905 គីឡូម៉ែត្រការ៉េនិងមានប្រជាជនចំនួន 15 លាននាក់ដែលជាស្ថិតិនៅក្នុងឆ្នាំ 1989 ហើយមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ខាងជើងជាប់នឹងប្រទេសប៉ូឡូញខាងកើតជាប់ប្រទេសអ៊ុយក្រែនខាងត្បូងជាប់នឹងប្រទេសអូទ្រីសនិងហុងគ្រីទីក្រុងប្រាក់ជារដ្ឋធានីឆេកូស្លូវ៉ាគីរួមបញ្ចូលដោយទឹកដីឆែកនិងស្លូវ៉ាកចាប់ផ្ដើមបន្តមកដល់ចំណុចទី1គឺនិយាយអំពីវិស័យនយោបាយចំណុច 1.1 ការបង្កើតរដ្ឋឆេកូស្លូវ៉ាគីនៅក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី1នៅចន្លោះឆ្នាំ 1914 ដល់ 1918 លោកសារិកព្រមទាំងមេដឹកនាំឆែកនិងស្លូវ៉ាកមួយចំនួនបានស្រស់ស្រួលរៀបគម្រោងបង្កើតរដ្ឋឆេកូស្លូវ៉ាគីមួយនៅក្នុងចក្រភពអូទ្រីសនិងហុងគ្រីប៉ុន្តែគម្រោងនេះត្រូវបានលេចចេញជារូបរាងឡើងនៅក្រោយសង្គ្រាមលោកលើកទី1ដោយចក្រភពអូទ្រីសហុងគ្រីត្រូវដួលរលំប្រទេសដ៏ក្មេងខ្ចីនេះមានឈ្មោះថាសាធារណរដ្ឋឆេកូស្លូវ៉ាគីលោកម៉ាសារិកដែលជាប្រធានាធិបតីដំបូងដែលកាន់អំណាចចាប់ពីឆ្នាំ 1918 ដល់ 1935 បន្ទាប់មកទៀតលោកបេណេសមកកាន់អំណាចបន្តក្នុងស្ថានភាពនយោបាយនិងសន្តិសុខពុំមានអ្វីប្រែប្រួលនៅប្រទេសអាល្លឺម៉ង់អ៊ីតាលីបានឡើងកាន់អំណាចទាំងស្រុងជាមួយនឹងមហិច្ឆតាត្រួតត្រាពិភពលោកតាមផែនការរបស់ប៉ាណាស៊ីដែលតម្រូវឲ្យបង្កើតចក្រភពអាល្លឺម៉ង់មួយឡើងដោយរួមបញ្ចូលទឹកដីដែលមានជនជាតិអាល្លឺម៉ង់រស់នៅមកជាចក្រភពអាល្លឺម៉ង់តែមួយឆ្នាំ 1938 អ៊ីតាលីបានអនុវត្តនយោបាយដោយសម្លឹងមើលនៅតំបន់ស៊ុយអែតនៅប៉ែកពាយ័ព្យនៃប្រទេសឆេកូស្លូវ៉ាគីដែលមានជនជាតិអាល្លឺម៉ង់រស់នៅច្រើនអ៊ីតាលីបានគំរាមប្រទេសឆេកូស្លូវ៉ាគីឲ្យប្រគល់ទឹកដីឲ្យខ្លួនដើម្បីធ្វើឲ្យសម្រេចបាននៅនយោបាយឈ្លានពានដោយរៀងចាលនឹងសង្គ្រាមប្រទេសឆេកូស្លូវ៉ាគីក៏បង្ខំចិត្តព្រមប្រគល់ទឹកដីនេះទៅឲ្យអាល្លឺម៉ង់តាមរយៈសន្ធិសញ្ញាមួយនិចនៅថ្ងៃទី30ខែកញ្ញាឆ្នាំ 1938 សន្ធិសញ្ញាមួយនិចមិនបានបញ្ជ្រាបសង្គ្រាមលោកឡើយបន្ទាប់ពីអាល្លឺម៉ង់លើកខិតព្រំដែនចូលកាន់កាប់តំបន់ស៊ុយអែតរួចទន្ទ្រានចូលប្រទេសឆេកូស្លូវ៉ាគីតែម្ដងនៅពេលនោះលោកបេណេសបានលាលែងពីតំណែងជាប្រធានាធិបតីរួចភៀសខ្លួនទៅកាន់ទីក្រុងឡុងដើម្បីបង្កើតរដ្ឋាភិបាលនិរទេសមួយដឹកនាំចលនាតស៊ូប្រឆាំងអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី2ក្រោយពេលត្រួតត្រាប្រទេសឆេកូស្លូវ៉ាគីកងទ័ពអាល្លឺម៉ង់បានជិះជាន់គំរាមកំហែងប្រជាជនព្រមទាំងសម្លាប់ជនជាតិជ្វីបយ៉ាងរង្គាលស្ទើរតែផុតពូជនៅថ្ងៃទី9ខែមិថុនាឆ្នាំ 1945 កងទ័ពសូវៀតបានរុញច្រានកងទ័ពអាល្លឺម៉ង់និងរំដោះបានទីក្រុងប្រាក់បានទាំងស្រុងចំណែករដ្ឋាភិបាលនិរទេសត្រឡប់មកវិញ
ដើម្បីរៀបចំរៀបរយក្រុងប្រាក់ឡើងវិញចំណុច 1.2 និយាយអំពីរដ្ឋាភិបាលកុម្មុយនីសនៅក្រោយសង្គ្រាមលោកលើកទី2លោក Benes បានបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមានសមាជិកគណៈបកកុម្មុយនីសភាគច្រើនកាន់កាប់ក្រសួងសំខាន់ៗនៅក្នុងរដ្ឋាភិបាលនៅឆ្នាំ 1946 មានការរៀបចំឲ្យមានការបោះឆ្នោតជាតិមួយជាលទ្ធផលពួកកុម្មុយនីសទទួលបានសម្លេងឆ្នោតច្រើនជាងលោក Benes ហើយលោកក៏បានធ្លាក់ពីតំណែងចំណែកឯមេដឹកនាំកុម្មុយនីសថ្មីគឺលោក Clement Goodwert ដែលកាន់តំណែងបន្តជាប្រធានាធិបតីរដ្ឋាភិបាលកាត់ក្រោយក្នុងការបោះឆ្នោតចម្លងតាមទម្រង់រដ្ឋាភិបាលក្រុងមូស្គូទាំងស្រុងតាំងពីសេដ្ឋកិច្ចផែនការរហូតមកដល់ការត្រួតពិនិត្យផលិតផលផ្សេងៗក្រោយមកការរឹតបន្តឹងនិងអំពើផ្ដាច់ការត្រូវយកមកអនុវត្តតាមគៀបសង្កត់ទៅលើសេរីភាពនៅក្នុងការបញ្ចេញមតិព្រមទាំងបង្កើតប៉ូលីសសម្ងាត់ដើម្បីឃ្លាំមើលចលនាប្រឆាំងនឹងរដ្ឋាភិបាលនៅពេលនោះប្រទេសឆេកូស្លូវ៉ាគីគឺជាមិត្តយ៉ាងជិតស្និទ្ធរបស់សហភាពសូវៀតនៅក្នុងការដឹកនាំរបស់លោក Goodwert សេដ្ឋកិច្ចនៃប្រទេសឆេកូស្លូវ៉ាគីបានជាប់គាំងកម្រិតជីវភាពប្រជាជនធ្លាក់ចុះកំណើនអ្នកគ្មានការងារធ្វើកាន់តែខ្ពស់បន្ទាប់ពីលោក Goodwert បានធ្លាក់ពីតំណែងលោក Dusich បានដឹកនាំរដ្ឋាភិបាលបន្តនៅឆ្នាំ 1968 ដោយនិយមគំនិតកែតម្រង់នយោបាយឲ្យមានភាពធូរស្រាលតាមរយៈការបញ្ចូលទស្សនៈលទ្ធិប្រជាធិបតេយ្យនៅក្នុងរបបកុម្មុយនីសដែលកំពុងចាក់ស្រេះទស្សនៈនេះហៅថានីតិរដូវនៃក្រុងប្រាក់ដែលគាំទ្រសេរីភាពនៅក្នុងការបញ្ចេញមតិនិងសិទ្ធិនយោបាយរបស់ពលរដ្ឋនយោបាយកែតម្រង់នៅប្រទេសឆេកូស្លូវ៉ាគីធ្វើឲ្យសហភាពសូវៀតនិងប្រទេសប្លុកវ៉ាសូវីមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងគំរូនេះជ្រាបចូលទៅក្នុងប្រទេសផ្សេងៗនៅអឺរ៉ុបខាងកើតនៅយប់ថ្ងៃទី20ដល់ថ្ងៃទី21ខែសីហាឆ្នាំ 1968 សហភាពសូវៀតបានលើកកងកម្លាំងរថក្រោះជាច្រើនចូលមកក្នុងប្រទេសឆេកូស្លូវ៉ាគីដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក Dubček ហើយលោក Goskal Husak ឡើងជំនួសវិញពេលនោះយ៉ាងហោចណាស់ក៏មានបកសម្ព័ន្ធវ៉ាសូវី80ពាន់បានដាក់ប្រចាំការនៅក្នុងប្រទេសឆេកូស្លូវ៉ាគីដែរចំណុច 1.3 និយាយអំពីចលនាបដិវត្តន៍ឆេកូស្លូវ៉ាគីនៅទសវត្សរ៍ឆ្នាំ 1980 ជីវភាពរបស់ប្រជាជនឆេកូស្លូវ៉ាគីបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងដោយសារតែវិបត្តិសេដ្ឋកិច្ចរហូតដល់របបកុម្មុយនីសត្រូវរង្គោះរង្គើចលនាបះបោរបានរីករាយសាយនៅក្នុងទីក្រុងប្រឆាំងទៅនឹងរបបកុម្មុយនីសពួកគេទាមទារឲ្យរំលាយរដ្ឋាភិបាលរួចយកតាមរបបប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចមកជំនួសវិញគប់ជួនពេលនោះនយោបាយកែតម្រង់នៅសហភាពសូវៀតនៅក្នុងតំណែងលោក Gorbachev ហាក់ដូចជាជំរុញសហភាពការនៅក្នុងប្រទេសឆេកូស្លូវ៉ាគីឲ្យមានសន្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀតផងនៅខែវិច្ឆិកាឆ្នាំ 1989 មានវងបាតកោដែលដង្ហែក្បួនយ៉ាងច្រើនកុះករតាមដងវិថីនានានៅទីក្រុងប្រាក់ដែលដៃរបស់ពួកគេកាន់បដាស្រែកទាមទារឲ្យរដ្ឋាភិបាលកុម្មុយនីសចុះចេញពីតំណែងក្នុងរយៈពេលមិនដល់1ខែផងរដ្ឋាភិបាលកុម្មុយនីសបានលាលែងចេញពីតំណែងសហភាពជាតិបានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីគឺលោករ៉ាក់ក្លៅហាវ៉ែលដែលមាននានាការទៅនឹងរបបប្រជាធិបតេយ្យរបបកុម្មុយនីសបានបញ្ចប់ជាស្ថាពរដោយគ្មានការបង្ហូរឈាមដែលមិននឹកស្មានថាវាជាការងាយស្រួលដូច្នេះសោះ 1.4 និយាយអំពីការបែងចែករដ្ឋឆេកូស្លូវ៉ាគីក្រោយពីរបបកុម្មុយនីសដួលរលំមានការខ្វែងគំនិតគ្នារវាងអ្នកដឹកនាំឆែកនិងស្លូវ៉ាគី
អំពីបញ្ហានយោបាយនិងសេដ្ឋកិច្ចដែលជាឧបសគ្គនៅក្នុងការបង្កើតរដ្ឋធម្មនុញ្ញនិងនាំឲ្យមានភាពយឺតយ៉ាវនៅក្នុងការកំណែទម្រង់សេដ្ឋកិច្ចនៅពាក់កណ្ដាលឆ្នាំ1993មេដឹកនាំរដ្ឋទាំងពីរបានពិភាក្សាអំពីការបង្កើតប្រទេសដាច់ដោយឡែកគឺសាធារណរដ្ឋឆែកនិងសាធារណរដ្ឋស្លូវ៉ាគីនៅថ្ងៃទី1ខែមករាឆ្នាំ1993សាធារណរដ្ឋទាំងពីរបានកាត់ឡើងជាផ្លូវការនិងស្របច្បាប់ចំណុចកសាធារណរដ្ឋឆែកសាធារណរដ្ឋឆែកទទួលបានឯករាជ្យនៅថ្ងៃទី1ខែមករាឆ្នាំ1993ជារដ្ឋប្រជាធិបតេយ្យដែលមានសហព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីរដ្ឋឆែកមានព្រំប្រទល់ខាងកើតជាប់នឹងប៉ូឡូញខាងកើតជាប់នឹងសហព័ន្ធរុស្ស៊ីខាងត្បូងជាប់នឹងហុងគ្រីអូទ្រីសនិងខាងលិចជាប់ទៅនឹងប្រទេសអាល្លឺម៉ង់ស្ថិតនៅក្នុងទ្វីបអឺរ៉ុបប៉ែកកណ្ដាលមានផ្ទៃក្រឡាចំនួន 78,864 គីឡូម៉ែត្រការ៉េនិងមានប្រជាជន10លាននាក់ដែលជាស្ថិតិនៅក្នុងឆ្នាំ1989ប្រជាជនភាគច្រើនគឺអំបូរឆែកក្រៅពីនោះមានជនជាតិពិន្ទុចម្រុះជាមួយនឹងអាល្លឺម៉ង់និងហុងគ្រីមុនសង្គ្រាមលោកលើកទី2មានជនជាតិស្វីបរស់នៅច្រើនប៉ុន្តែត្រូវពួកណាស៊ីសម្លាប់ស្ទើរផុតពូជសប្តាហ៍ថ្ងៃនេះមានជនជាតិស្វីបរស់នៅក្រុងប្រាកដែលមានចំនួន15ទៅ18,000នាក់តែប៉ុណ្ណោះប្រជាជនឆែកមានជំនឿទៅលើរ៉ូម៉ាំងកាតូលិកបន្ទាប់មកមានអូតូដុកនិងប្រេស្តង់ជំនឿសាសនាត្រូវបើកចំហឡើងវិញនៅឆ្នាំ1990ក្រោយពេលរបបកុម្មុយនីសដួលរលំបន្តមកដល់ចំណុចខនិយាយអំពីសាធារណរដ្ឋស្លូវ៉ាកសាធារណរដ្ឋស្លូវ៉ាកស្ថិតនៅអឺរ៉ុបប៉ែកកណ្ដាលដែលមានក្រឡាផ្ទៃ 49,036 គីឡូម៉ែត្រការ៉េហើយមានប្រជាជនចំនួន 5.5 លាននាក់មានទីក្រុងនយោបាយប្រាទីស្លាវីនិយាយភាសាស្លូវ៉ាកហុងគ្រីនិងរ៉ូម៉ានីនិយមកាតូលិកនិងប្រេស្តង់ប្រធានាធិបតីដំបូងគឺលោកកូវ៉ាកស្លូវ៉ាកបានចូលជាសមាជិកនៃអង្គការផ្សាររួមនៅអូតង់នៅឆ្នាំ2004ស្លូវ៉ាកបានរឹតបន្តឹងមិត្តភាពនឹងសហរដ្ឋអាមេរិកហើយគាំទ្រយ៉ាងពេញទំហឹងលើវត្តមានកងទ័ពអាមេរិកនិងអូតង់ប្រទេសអ៊ីរ៉ាក់និងអាហ្គាហ្វនីស្ថានចំណុចទី2និយាយអំពីវិស័យសង្គមរដ្ឋយកចិត្តទុកដាក់ដល់កម្មករនិយោជិតនិស្សិតអ្នកវិទ្យាសាស្ត្រសិល្បករសមាជិកសហគមន៍សុទ្ធតែមានប្រាក់ធានាសុខភាពពីរដ្ឋបើសិនជាមានអ្នកណាមានជំងឺត្រូវទទួលប្រាក់ធានានៅក្នុងការព្យាបាលជំងឺចាប់ពី 50% នៃចំនួនប្រាក់ខែសម្រាប់ស្ត្រីនៅពេលដែលឆ្លងទន្លេត្រូវបានឈប់សម្រាកមាតុភាពចំនួន52សប្តាហ៍និងឧបត្ថម្ភបានចំនួន 90% នៃប្រាក់ខែរបស់គាត់នៅឆ្នាំ1985ប្រទេសឆេកូស្លូវ៉ាគីមានមន្ទីរពេទ្យចំនួន229កន្លែងដែលស្មើទៅនឹង 123,151 ក្រែមន្ទីរសម្ភពមានចំនួន141និងមន្ទីរពេទ្យកុមារមានចំនួន43កន្លែងក្រៅពីនោះមានយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្លងមានដូចជាជំងឺរបេងខាន់ស្លាក់ស្វិតដៃស្វិតជើងជំងឺខួរក្បាលជាដើមការចុះចាក់ថ្នាំបង្ការនេះធ្វើឲ្យមានអត្រាមរណៈនៃកុមារចុះមកត្រឹមតែ 10% នៅឆ្នាំ1985ដោយសារការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអំពីសុខភាពគេឃើញថាអាយុមធ្យមរបស់ប្រជាជនឆេកូស្លូវ៉ាគីបុរសមានមធ្យមអាយុ66ឆ្នាំនិងស្ត្រី74ឆ្នាំប៉ុន្តែបើប្រៀបធៀបទៅនឹងអឺរ៉ុបខាងលិចវិញ
អត្រានេះនៅមានកម្រិតទាបនៅឡើយនៅក្នុងប្រព័ន្ធអប់រំឆេកូស្លូវ៉ាគីពុំមានថ្នាក់រៀនបង់ថ្លៃនោះឡើយចាប់ពីមត្តេយ្យរហូតដល់ឧត្តមសិក្សាក្រោយពីរៀនចប់ថ្នាក់មូលដ្ឋានរយៈពេល9ឆ្នាំមកសិស្សអាចបន្តយកមុខជំនាញទៅតាមសាលានិងមុខរបរផ្សេងៗទៀតនិស្សិតឆេកូស្លូវ៉ាគីទទួលអាហារូបករណ៍បាននៅអាយុ25ឆ្នាំនៅទូទាំងប្រទេសឆេកូស្លូវ៉ាគីមានសាកលវិទ្យាល័យចំនួន36ក្នុងចំណោមនោះមានសាកលវិទ្យាល័យល្បីឈ្មោះ5កន្លែងគឺសាកលវិទ្យាល័យសាលកសាងឡើងនៅឆ្នាំ1348សាកលវិទ្យាល័យកុំមេនូសកសាងឡើងនៅឆ្នាំ1919សាកលវិទ្យាល័យបាឡាគីដែលកសាងឡើងនៅឆ្នាំ1576សាកលវិទ្យាល័យសាស្វារិកកសាងឡើងនៅឆ្នាំ1959និងសាកលវិទ្យាល័យពូគិនកសាងឡើងនៅឆ្នាំ1919នៅឆ្នាំសិក្សាឆ្នាំ1985ដល់ឆ្នាំ1986មាននិស្សិតបរទេសចំនួន4160នាក់បានសិក្សានៅក្នុងប្រទេសឆេកូស្លូវ៉ាគីចំណុចលេខ3និយាយអំពីវិស័យសេដ្ឋកិច្ច 3.1 ឧស្សាហកម្មនៅឆ្នាំ1948នៅក្នុងសម័យកុម្មុយនីសឡើងកាន់អំណាចរោងចក្រសហគ្រាសនិងកសិដ្ឋានត្រូវបានកាន់កាប់ដោយរដ្ឋលុះមកដល់ឆ្នាំ1989ពួកកុម្មុយនីសបានបាត់មកអំណាចរោងចក្រនិងកសិដ្ឋានទាំងអស់ត្រូវផ្លាស់ប្ដូរមកទៅជាកម្មសិទ្ធិរបស់ឯកជនវិញវិស័យឧស្សាហកម្មត្រូវបានស្រូបយកកម្មករ 40% នៃចំណូលប្រជាជនសកម្មផលិតផលឧស្សាហកម្មមានដូចជាកំណាត់កញ្ចក់ម៉ាស៊ីនចំណីអាហាររថយន្តក្រុងរថយន្តទេសចរណ៍រថយន្តដឹកទំនិញធុនធំដែលផលិតចេញពីរោងចក្រ Skoda ដ៏ល្បីឈ្មោះនិងធ្លាប់ប្រណាំងប្រជែងជាមួយនឹងរថយន្ត Renault របស់បារាំងឬក៏ Volkswagen របស់អាល្លឺម៉ង់ជាដើមទឹកដីឆេកូស្លូវ៉ាគីសម្បូររ៉ែស្ទើរតែគ្រប់ប្រភេទដូចជាបូកស៊ីតធ្យូងថ្មប្រេងកាតម៉ង់កាណេសរ៉ែមាសនិងអុយរ៉ាញ៉ូមដែលជាប្រភពថាមពលខ្ពស់បំផុតសម្រាប់ប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាចំណុច 3.2 និយាយអំពីប្រភពថាមពលប្រទេសឆេកូស្លូវ៉ាគីមានរោងចក្រថាមពលមួយដ៏ធំនៅជិតទីក្រុងវ៉ូស្នីដែលប្រើប្រាស់ថាមពលធ្យូងថ្មប្រទេសនេះក៏មានថាមពលដែលប្រើដោយកម្លាំងទឹកវារីអគ្គិសនីប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកនៅឡើយដោយសារតែភាពសម្បូរទៅដោយរ៉ែអុយរ៉ាញ៉ូមប្រទេសឆេកូស្លូវ៉ាគីបានកសាងរោងចក្រដើរដោយថាមពលប៉ារ៉ាម៉ាណូនៅឆ្នាំ1968នៅឯបូហូនីលនៅឆ្នាំ1986បានដាក់សម្រេចឲ្យប្រើរ៉េអាក់ទ័រចំនួន5គ្រឿងដែលក្នុងមួយគ្រឿងមានកម្លាំងរហូតដល់440មេហ្គាវ៉ាត់ឆេកូស្លូវ៉ាគីមានអណ្ដូងរ៉ែប្រេងកាតមួយដែលនៅជិតព្រំដែនប្រទេសអូទ្រីសដែលផ្ដល់ការផ្គត់ផ្គង់ចំនួន 2000 បារ៉ែលនៅក្នុងមួយថ្ងៃក្រៅពីនេះឆេកូស្លូវ៉ាគីក៏បាននាំចូលនៅឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីបន្ថែមទៀតផងដែរបន្តមកដល់ចំណុចចុងក្រោយគឺចំណុច 3.3 និយាយអំពីកសិកម្មប្រទេសឆេកូស្លូវ៉ាគីមានផ្ទៃដីកសិកម្មចំនួន 40% នៃផ្ទៃប្រទេសដំណាំទាំងនេះមានដំឡូងបារាំងពោតបន្លែនិងផ្លែឈើក្រៅពីនេះក៏មានកសិដ្ឋានចិញ្ចឹមសត្វធំៗដូចជាមាន់ជ្រូកចៀមនិងសត្វគោប្រទេសឆេកូស្លូវ៉ាគីមានដៃគូពាណិជ្ជកម្មជាមួយនឹងប្រទេសអូទ្រីសអាល្លឺម៉ង់បារាំងហុងគ្រីប៉ូឡូញអ៊ីតាលីនិងសហរដ្ឋអាមេរិកផលិតផលនាំចេញមានដូចជាធ្យូងថ្មសម្លៀកបំពាក់ដែកថែបម៉ាស៊ីននិងរថយន្តផលិតផលក្នុងស្រុកឆេកូស្លូវ៉ាគីមិនទាន់មានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រជាជន
មានចំនួន15លាននាក់នៅឡើយហើយត្រូវបាននាំចូលពីបរទេសនៅប្រេងកាតឧស្ម័នធម្មជាតិរថយន្តនិងស្រូវសាឡីវីដេអូនៃមេរៀនទី8នេះត្រូវបានបញ្ចប់ប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះសូមជួយចុចចែករំលែកបន្តនិងចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា